សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះដែលខ្ញុំមានផ្ទះមួយនៅខាងទឹកថ្លាយើងចូលតាមចំហៀងវត្តទឹកថ្លាមកដល់វិទ្យាស្ថានពហុបច្ចេកវិទ្យាហើយផ្ទះរបស់យើងមានទំហំ4គុណទៅ4.4គុណទៅនឹង16ហើយជាផ្ទះកែងសង់ចំហៀងមានចំហៀងសង់ខាងមុខចតឡានហើយជាប្រភេទ shop house ដែលនៅតាមជួររបស់យើងហ្នឹងគឺមានគេបើកជា business អីផ្សេងមានលក់កាទៀវអីផ្សេងបើកហាងអីជាច្រើនតោះឥឡូវយើងទៅមើលខាងក្នុងទាំងអស់គ្នាបាទខាងក្នុងរបស់យើងនេះមានការ design ស្អាតហើយខាងលើរបស់យើងតោះឥឡូវយើងទៅមើលខាងក្រោយតទៀតចំហៀងផ្សេងនេះដែរគឺជាបន្ទប់ទឹករបស់យើងនេះគឺជាខាងក្រោយផ្ទះបាយរបស់យើងហើយខាងក្រៅរបស់យើងនេះសក់ខ្ទង់ជា1ម៉ែត្រជាងតិចតួចអូខេនឹងខាងក្រោយរបស់យើងតោះឥឡូវយើងទៅមើលខាងលើរបស់យើងទៀតនេះគឺជាខាងក្រោមគឺជាបន្ទប់ដាក់កន្លែងដាក់អីវ៉ាន់មួយទូចឥឡូវយើងទៅមើលខាងលើរបស់យើងបន្តទៀតខាងលើរបស់យើងនេះគឺមានឡៅទឿ2គ្រប់ឡៅទឿទាំងអស់សុទ្ធតែមានបន្ទប់ទឹកនៅក្នុងហ្នឹងនេះដែរគឺជាបន្ទប់ទឹករបស់យើងនេះគឺជាបង្អួចយើងមើលទៅឃើញសាលាតោះឥឡូវយើងទៅមើលបន្ទប់មួយទៀតរបស់យើងឡៅទឿរបស់យើងមួយទៀតហើយទឿរបស់យើងនេះសុទ្ធតែមានបន្ទប់ទឹកនៅក្នុងនឹងស្រេចអូខេឥឡូវយើងទៅមើលជាន់លើរបស់យើងមួយជាន់ទៀតខាងលើរបស់យើងមួយជាន់ទៀតនេះគឺមានបន្ទប់2ដែរគឺបន្ទប់មួយធំនិងបន្ទប់ពីរទូចដោយឡៅទឿយើងមិនអញ្ចឹងគឺមានបន្ទប់ទឹកនៅខាងក្នុងហ្នឹងគឺមានលក្ខណៈដូចនឹងបន្ទប់ទឹកខាងក្រោមរបស់យើងដែរឥឡូវយើងទៅមើលខាងមុខរបស់យើងវិញនេះដែរគឺជាបន្ទប់ទឹករបស់យើងតោះឥឡូវយើងទៅមើលខាងមុខបន្តិចមកនេះគឺជាទ្វារបើកចេញមកខាងក្រៅយើងមើលតាមប្រួយនេះគឺឃើញសាលាវិទ្យាល័យសាកលវិទ្យាល័យរបស់យើងបើកចេញមកក្រៅបន្តិចមកអូខេយើងមើលទិដ្ឋភាពខាងមុខផ្លូវរបស់យើងផ្លូវរបស់យើងគឺមានចរាចរណ៍ទៅមកគឺមានមនុស្សរស់នៅច្រើនតំបន់ហ្នឹងហើយនោះគឺវិទ្យាស្ថានរបស់យើងយើងស៊ូមមើលបន្តិចទៅឃើញគេដាក់ថាវិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាពកម្ពុជានិងឥណ្ឌាអូខេបញ្ជាក់ម្ដងទៀតគឺទីតាំងនៅខាងចំហៀងវត្តទឹកថ្លាយើងជិះមកតិចទៀតខ្ញុំនឹងមានវីដេអូថតអំពីទិដ្ឋភាពផ្លូវឲ្យបងប្អូនទាំងអស់គ្នាមើលនេះគឺជាចំហៀងផ្ទះរបស់យើងឃើញ space របស់យើងសធំដែរអូខេយើងទៅមើលលើបន្តទៀតទៅខាងលើបន្តទៀតរបស់យើងគឺមានរានហាលអូខេអូខេដែលសារតែជាប់សោហើយយើងមើលទិដ្ឋភាពខាងលើរបស់យើងគឺដំបូល
ហើយនេះគឺជាច្រកទ្វារចេញទៅក្រៅយើងក៏បានយកសោមកតើឥឡូវក៏មកខាតពេលយូរយើងទៅមើលទិដ្ឋភាពផ្លូវទាំងអស់គ្នាខ្ញុំនឹងជិះពីចិត្តវត្តទៅផាកទៅកាន់ផ្ទះរបស់យើងបាទនេះដែរគឺជាទិដ្ឋភាពផ្លូវរបស់យើងយើងជិះពីឥឡូវនេះយើងមកដល់ហួរវត្តទៅផាកទីហើយយើងនៅលើផ្លូវសហព័ន្ធស៊ីយើងជិះទីមកយើងមើលទិដ្ឋភាពផ្លូវអូខេយើងមកដល់ផ្លូវបោះស្ដាមកន្លែងគេដាក់ថា Medphone គេដាក់ថាខោទ្វាររបស់យើងនោះយើងមើលតាមទិដ្ឋភាពផ្លូវនោះមកយើងជិះមកត្រង់ follow មកចំទៅមុនវត្តទឹកថ្លាហ្នឹងគឺមានចំហៀងផ្លូវបត់ចូលមួយអញ្ចឹងយើងជិះមកហើយតាមហ្នឹងគឺគេដាក់ថាបូរី999ផ្ទះរបស់យើងនៅនឹងដែរក៏ប៉ុន្តែយើងផ្ទះរបស់យើងនៅកែងខាងចុងគេនៅជាប់វិទ្យាស្ថាននឹងវិញបាទយើងមើលតាមដងសងខាងផ្លូវហ្នឹងគឺមានលក់ដូរអីផ្សេងៗច្រើននេះដែរគឺជាផ្ទះរបស់យើងបាទផ្ទះរបស់យើងគឺនៅខាងស្ដាំដៃនេះរូបរាងគឺមានទិដ្ឋភាពកែងហើយយើងមើលបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះបាទសូមជម្រាបលា